បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងលើកយកប្រទេសទាំង10ដែលមាន stock មាសច្រើនជាងគេទាំង10នៅក្នុងពិភពលោកបាទអញ្ចឹងសម្រាប់មាសគឺជាទុនធានកម្រមួយដែលភាគច្រើនបងប្អូនដឹងថាគឺជារបស់ដែលមានតម្លៃតែងតែមានការជួញដូរនៅក្នុងពិភពលោកគឺច្រើនបាទអញ្ចឹងសម្រាប់ទី1ដែលមានមាសបំរុងច្រើនជាងគេគឺទី1គឺសហរដ្ឋអាមេរិកបាទគឺមានមាសបំរុងរហូតដល់8133.5 តោនបាទប្រទេសទី2គឺប្រទេសអាល្លឺម៉ង់គឺមានចំនួន3351.2 តោនទី3គឺអ៊ីតាលីមានចំនួន2451.8 តោនទី4គឺប្រទេសបារាំងមានចំនួន2437 តោនទី5គឺរុស្ស៊ីមានចំនួន2332.7 តោនទី6គឺប្រទេសចិនមានចំនួន2292.3 តោនទី7គឺប្រទេសស្វីស័រឡែនគឺមានចំនួន1039.9 តោនទី8គឺឥណ្ឌាមានចំនួន879.6 តោនទី9គឺប្រទេសជប៉ុនគឺមាន845.6 តោននិងទី10ចុងក្រោយគឺប្រទេសទូគីបាទគឺមានចំនួន623.9 តោនហើយមាសទាំងអស់ត្រូវបានប្រើប្រាស់ទី1ទៅលើគេហៅថាធ្វើជាគ្រឿងអលង្ការសម្រាប់យើងជួញដូរនោះគឺមានរហូតដល់ 50% សម្រាប់មាសដុំឬក៏ជាកាក់ហ្នឹងគឺមានចំនួន 40% សម្រាប់ 10% នេះគឺត្រូវបានប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មបាទអញ្ចឹងអរគុណច្រើនបងប្អូន